សំឡេងធាក់កង់យឺតៗអមជាមួយសំឡេងច្រៀងតិចៗនៅលើផ្លូវលំមួយក្នុងភូមិជាពិសេសនៅនឹងកង់របស់គាត់មានចងមាន់រស់ពីរក្បាលនៅផ្នែកខាងក្រោយមើលទៅគាត់ហាក់ដូចជាកំពុងតែសប្បាយចិត្តនឹងរឿងអ្វីម្យ៉ាងដោយអ្នកដែលកំពុងតែជិះកង់នឹងគឺជាពុកឌីគឺពុកឌីគាត់ទើបតែត្រឡប់មកពីចាក់អាប៉ោងនៅឯភូមិមួយទៀតដែលនៅក្បែរភូមិនេះគាត់ទៅដោយមិនឲ្យអ្នកណាដឹងនោះទេជាពិសេសអ្នកដែលគាត់លាក់បាំងខ្លាំងជាងគេគឺជាពុកឈឿនសម្រាប់លោកពុកផ្សេងទៀតអ្នកខ្លះក៏ធ្លាប់បានឃើញគាត់លេងដែរតែគេខ្ជិលមាត់ព្រោះនិយាយទៅក៏ពុកឌីមិនស្ដាប់តែបើពុកឈឿនវិញពុកឌីមិនសូវហ៊ានជាមួយនោះឡើយហើយលោកពុកផ្សេងទៀតគាត់ក៏មិនបានប្រាប់ពុកឈឿនដែរព្រោះបានដឹងពុកឌីគឺជាប់មិនខានហើយមូលហេតុដែលគាត់ជិះកង់ត្រឡប់មកវិញទាំងសប្បាយរីករាយបែបនេះព្រោះថ្ងៃហ្នឹងពុកឌីគាត់ឈ្នះអាប៉ោងមិនមែនឈ្នះតែប្រាក់នោះទេគាត់ថែមទាំងបានមាន់រស់មកពីក្បាលខាងទៀតនិយាយទៅមេអាប៉ោងថ្ងៃនោះចាញ់ស្ទើរតែបោះគូតខោទៅហើយដល់ថ្នាក់គេឈប់ឲ្យពុកឌីរួមជាមួយមនុស្ស 4-5 នាក់ទៀតឈប់លេងសិនទៅដោយឲ្យអ្នកអង្គុយរងចាំផ្សេងទៀតគេចូលមកចាក់វិញម្ដងក្រែងស្រោមដើមបានខ្លះពេលគេឲ្យប្រាក់អ្នកដែលឈ្នះខ្លះមិនគ្រប់គេក៏សម្រេចចិត្តថាឲ្យជាមាន់រស់វិញចំណែកពួកគាត់ដែលជាអ្នកឈ្នះពេលនេះស្អីក៏យកដែរឲ្យតែគេឲ្យអញ្ចឹងហើយបានជាឃើញពុកឌីជិះកង់ត្រឡប់មកផ្ទះវិញទាំងញញឹមបិទមាត់មិនចិត្តទេលូមរហូតគាត់ជិះមកដល់កន្លែងលក់សាច់គោអាំងចង្កាក់ព្រោះចំនួននោះគេចាប់ផ្ដើមលក់រៀងច្រើនហើយគឺជាប្រភេទសាច់គោអាំងចង្កាក់ផ្ទាប់ជាមួយនឹងជ្រក់ល្ហុងជាពិសេសអ្នកលក់គេបានចាក់ម៉ាញ៉េស្ដាប់អាយ៉ៃថែមទៀតពុកឌីហូបបណ្ដានិយាយលេបខាយញ៉ែអ្នកលក់បណ្ដាទាំងដែលគេមានប្តីរួចហើយគ្រាន់តែប្តីរបស់គេទៅធ្វើការនៅឯស្រុកឆ្ងាយទើបបានជាពុកឌីហ៊ានញ៉ែបែបនេះព្រោះអីអ្នកលក់នឹងគឺស្អាតពេកជាពិសេសពុកឌីគាត់បានឲ្យមាន់រស់ពីក្បាលដែលគាត់ទើបតែនឹងឈ្នះប៉ោងនឹងឲ្យទៅកាន់អ្នកលក់សាច់គោអាំងនឹងទៀតណែនាងយកមាន់ពូទៅពូឲ្យព្រោះផ្ទះពូមានមាន់ចិញ្ចឹមច្រើនក្បាលណាចង់បានប៉ុន្មានក៏បានដែរឲ្យតែក្មួយឯងចង់ហូបប្រាប់ពូមកចាំពូទៅចាប់យកមកឲ្យគឺគាត់មិនបានប្រាប់គេតាមត្រង់ថាគាត់ឈ្នះប៉ោងទេហើយចំនួនហ្នឹងគេហៅនាងបែបនេះឯងពេលនោះអ្នកលក់សាច់គោអាំងគេដឹងថាពុកឌីចង់ញ៉ាហើយណាមួយឃើញពុកឌីស្រួលបោកគេក៏ទទួលគេថាបើពូឲ្យខ្ញុំយកហើយកុំឲ្យពូអាសាភាតែថ្លៃសាច់គោអាំងខ្ញុំនៅតែយកធម្មតាកុំឲ្យបាត់ប្រាក់ក្នុងបញ្ជីព្រោះខ្ញុំកត់បញ្ជីត្រឹមត្រូវណាហើយពុកឌីយើងអញ្ចឹងទៀតគាត់ស្ដាប់ន័យគេមិនយល់នោះទេគាត់ក៏តបវិញអូរឿងប្រាក់កំភៃពូឲ្យគ្រប់ចំនួនពូមានប្រាក់ច្រើនណាស់កុំខ្វល់រាល់ថ្ងៃនេះដូចជារៀងអត់សុខណាស់បើសិនជាមានដៃគូជីវិតជួយចាត់ចែងរឿងលុយកាក់អីមិនដឹងជាល្អយ៉ាងណាទេរាល់ថ្ងៃនៅតែម្នាក់ឯងរៀងអត់សុខដែរតាហើយក្មួយឯងនិយាយត្រូវរឿងបញ្ជីអីនេះកត់ឲ្យច្បាស់លាស់កុំឲ្យប្រាក់ចេញឆ្វេងចេញស្ដាំគ្មានប្រភពអើយនិយាយទៅអ្នកណាបានក្មួយឯងគឺសំណាងបងហ្នឹងចេះទុកចេះដាក់បើពូបានប្រពន្ធដូចក្មួយឯងពូមិនឲ្យមកលក់ពីបានចេះទេបើសម្លឹងមើលទៅអ្នកលក់សាច់គោអាំងវិញសោចផងអៀនផងមុខឡើងក្រហមអស់ហើយភ្លេចថាខ្លួនឯងមានប្តីទៀតកំពុងតែរវល់ស៊ីចូលជាមួយសម្ដីប្រុសស្មោះដូចជាពុកឌីបន្តមកអ៊ំស្រីម្នាក់ដែលអង្គុយហូបក្បែរនោះគាត់ក៏និយាយអ្នកមួយគាត់អាយុបងពុកឌីផងគាត់និយាយថាឯងខំទៅឯងតិចប្តីគេកាប់អាយ៉ាក្បាល
ដឹងថាគេមានប្តីដែរនិយាយលេបខែរហូតយីអាមួយនេះពុកឌីក៏តវិញបងឯងមិនយល់ទេបងឯងចាស់ហើយសាកបងឯងមានស្នេហាល្បងមើលមិនស្រួលថ្មិញនឹងមិនជាប់មាត់ផងនៃនេះមិនដឹងថាគាត់ចង់និយាយថាយ៉ាងម៉េចទេបងប្អូនបើដឹងជួយខមមិនប្រាប់ admin ផងតែគាត់និយាយបែបលេងសើចទៅវិញនោះទេពួកគាត់និយាយគ្នាឡើងវ៉ែស្ដាប់អីមិនចង់បានមួយសន្ទុះពុកឌីគាត់ក៏ក្រឡេកមើលទៅឃើញមានឡានមួយគ្រឿងបានបើកមកឈប់នៅមុខផ្ទះមួយខ្នងផ្ទះនឹងឈើលើថ្មក្រោមជាពិសេសឡាននោះរៀងស៊េរីទំនើបដែរក្នុងឆ្នាំ2000ជាងពុកឌីគាត់មិនសូវជាស្គាល់អ្នកចំណូលថ្មីមករស់នៅភូមិនេះប៉ុន្មាននោះទេព្រោះភូមិឥឡូវធំណាស់2-3ភូមិកាត់ចូលគ្នានោះពុកឌីក៏សួរទៅកាន់អ្នកលក់សាច់គោអាំងថានិយាយអញ្ចឹងផ្ទះនោះគេរកស៊ីខាងអីដែរជីកឡានលយម្លេះយីណែអ្នកភូមិយើងឥឡូវមានភូមិធាមិនធម្មតាមិនដូចចំនួនពូសោះឡានក៏ទំនើបផ្ទះក៏ធំទៅចាំមើលពូមានប្រពន្ធធ្វើឲ្យធំជាងនេះទៅទៀតអ្នកលក់សាច់គោអាំងគេក៏តបពូឯងមិនដឹងទេអីនោះគឺជាផ្ទះគ្រូស្នេហ៍ល្បីឈ្មោះម្នាក់គាត់មានគេមកពឹងពាក់ច្រើនខ្លាំងណាស់ផ្ទះគាត់មានគេចិញ្ចោរហូតហ្នឹងពុកឌីក៏តបវិញជុំគ្រូស្នេហ៍ល្បីឈ្មោះមិនបានជាគាត់មិនដែលលឺអញ្ចឹងអ្នកលក់សាច់គោអាំងក៏តបខ្ញុំមិនដឹងដែរតែគ្រូនោះវ័យរបស់គេទើបតែ30ជាងទេឮថាឪពុករបស់គេជាចាមជ្វាម្ដាយរបស់គេគឺជាជនជាតិខ្មែរហើយបើតាមខ្ញុំដឹងទៀតពីមុនគេគឺជាអ្នកដែលរស់នៅទីក្រុងភ្នំពេញទេមិនដឹងថាហេតុអីបានជាគេមករស់នៅទីនេះវិញបាទសម្រាប់ខ្ញុំមិនសូវជឿរឿងទាំងអស់នឹងទេសង្ស័យតែរកស៊ីនៅភ្នំពេញមិនបានទើបបានជាគេមករស់នៅទីនេះគិតថាបងប្អូនអ្នកស្រុកស្រែងាយស្រួលនៅក្នុងការបោកពេលនោះអ៊ំស្រីដែលទើបតែស្ដីឲ្យពុកឌីមុននឹងក៏ស្ដីឲ្យនាងវិញម្ដងថាណែលក់ដឹងលក់ទៅកុំចេះដឹងរឿងគេច្រើនពេកប្រយ័ត្នគេធ្វើហើមពោះរកគ្រូដោះបណ្ដាទៅណាអញគ្រាន់តែប្រាប់ទៅទេពុកឌីក៏និយាយថាហើយបងឯងមិនដេចថាឲ្យនាងអញ្ចឹងបងឯងខ្សែខាងគេមែនរបៀបថាគាត់និយាយលេងសើចជាមួយអ៊ំស្រីម្នាក់នោះអ៊ំស្រីម្នាក់នោះគាត់ថាយើងមិនមែនខ្សែខាងគេទេយើងគ្រាន់តែប្រាប់តែប៉ុណ្ណោះចង់គៀងផ្ទះអ្នកណាឲ្យវាភ្លឺផ្ទះអ្នកនោះទៅគុំតែចេះដឹងរឿងគ្រួសារគេអីចង់គេជាគ្រូបោកឬមិនបោកជារឿងរបស់គេអញនិយាយនេះគឺនិយាយឲ្យល្អទេព្រោះអីសុទ្ធតែជាអ្នកស្គាល់គ្នាច្រើនឆ្នាំមកហើយដែរបន្តមកពួកគាត់ក៏នាំគ្នានិយាយអំពីរឿងផ្សេងវិញលុះពេលដែលពុកឌីគាត់ហូបសាច់គោអាំងរួចគាត់ក៏ឡើងកង់ហើយក៏ប្រញាប់ជិះចេញមកផ្ទះណាមួយថ្មហ្នឹងក៏រៀងល្ងាចដែរទៅហើយគឺម៉ោងចូលប្រហែលជា3ទៅ4ល្ងាចដោយការនោះពុកឌីគាត់នៅផ្ទះជាមួយពុកឈឿនតែពេលដែលពុកឌីជិះកាត់ផ្ទះរបស់ពុកឆៃក៏បានឃើញពុកឈឿនកំពុងអង្គុយហូបតែក្តៅៗជាមួយពុកឆៃពុកដួងរួមជាមួយនឹងលោកអ៊ំលេគឺមិនមានវត្តមានរបស់លោកអ៊ំប្រាក់នោះទេដោយសារតែលោកអ៊ំប្រាក់ក៏រវល់ក៏មិនបានមកពួកគាត់គឺអង្គុយហូបតែទាំងល្ងាចព្រោះពួកគាត់អាការហូបស្រាហើយយូរគាត់ហូបម្ដងទេពុកឌីជិះកង់ចូលទៅបណ្ដាលក៏និយាយថាជំយាយថ្ងៃនេះជុំគ្នាល្អម្ល៉េះអាឈឿនឯងមកអត់ហៅអញមកផងពុកឈឿនក៏តបទៅវិញបើឯងបាត់តាំងតែពីព្រឹកឲ្យអញទៅហៅឯងនៅតាមណាយ៉ាងនេះហើយបាត់មួយព្រឹកទៅណាអញឆ្ងល់ណាស់អត់នៅជួយកាប់ថ្នាំកាប់អីអញទេដើរបាត់ពីផ្ទះរហូតដល់ឡើយពុកឌីក៏តបអូអញរវល់ទៅជួយការងារបងប្អូនក្នុងភូមិហើយឆ្លៀតទៅអង្គុយលេងនៅកន្លែងលក់សាច់គោអាំងហ្នឹងណាគឺគាត់និយាយទាំងមុខស្ងួនអ្នកមិនដឹងគិតថាពុកឌីគាត់និយាយមែនតែសម្រាប់លោកពុកផ្សេងទៀតដែលគាត់ដឹងរឿងដូចជាពុកឆៃជាដើមគាត់ញញឹមតិចរួចក៏ក្រវីក្បាល
ពេលនោះលោកអ៊ំលេងគាត់ក៏សួរទៅកាន់ពុកឌីនិយាយអញ្ចឹងបងសាច់គោអាំងដែលបងនិយាយនោះគេលក់នៅកន្លែងណាដែរហើយគេលក់ដល់ស្មើណាពុកឌីក៏តបអូកន្លែងលក់សាច់គោអាំងនោះគេលក់ដល់រៀងយប់បងព្រោះនៅកណ្ដាលភូមិក្បែរផ្សារដែរមនុស្សចេញចូលច្រើនលោកអ៊ំលេងក៏មានប្រសាសន៍បន្តខ្ញុំដូចជារៀងជួបមកណាបងយ៉ាងម៉េចតោះពួកយើងនាំគ្នាទៅដកមេបន្តិចទេពុកឆៃគ្រាន់តែលើបែបនេះគាត់ក៏ដើរចូលទៅក្នុងផ្ទះមួយសន្ទុះពេលដែលគាត់ចេញមកវិញគាត់បានកាន់ស្រាមួយកាត់ទិនរាងធំដែរគាត់និយាយថាស្រានេះគឺគាត់បិទដោយផ្ទាល់ដៃហើយជាពិសេសគាត់បានដាក់របស់ត្រាំចូលទៅក្នុងនោះច្រើនដែរសុទ្ធតែជាថ្នាំឈឺចង្កេះនិងស្ពឹកស្រពុនថ្មីត្បិតថាពួកគាត់មិនសូវជាហូបដូចមុនតែឲ្យតែមុនចូលសម្រាំងពុកឆៃគាត់ដកមេមួយកែវហើយគឺថាសម្រាំងលក់ស្រួលខ្លាំងមែនទែនគឺគាត់ចង់យកស្រានេះទៅហូបនៅកន្លែងលក់សាច់គោអាំងចង្កាក់នោះចាំពេលគេបិទចាំត្រឡប់មកផ្ទះវិញអ្នកដែលសប្បាយអជាងគេគឺពុកឌីនិយាយទៅបើថាទៅកន្លែងផ្សេងគាត់មិនចង់ទេតែបើទៅកន្លែងប្រភេទនេះគឺគាត់ដឹងតែឆ្លើយប្រមុនគេហើយជាពិសេសកន្លែងដែលមានស្រីស្អាតពុកឌីគាត់វិចតែនឹងធ្លាប់មកថាគាត់ទៅតែឈ្នះបោកតែគាត់បងវាយសាច់រឿងតន់គាត់ថាគាត់សល់ប្រាក់ជាប់ខ្លួនច្រើនដែរចាំគាត់ជាអ្នកចេញចាត់ទុកថាគាត់ប៉ាវលោកអ៊ំលេងទៅចុះព្រោះមិនសូវបានលោកអ៊ំលេងមកភូមិនេះនោះឡើយយុគនេះគាត់ហូបឯណានៃម្ដងមិនចាំយូរនោះទេណាមួយមេនឹងនិយាយទៅហើយក៏នាំគ្នាចេញទៅគឺគាត់ដើរដោយថ្មើរជើងកង់ពុកឌីគឺផ្អែកចោលនៅផ្ទះរបស់ពុកឆៃនៅពេលដែលពួកគាត់ទៅដល់ឃើញថាអ្នកលក់សប្បាយចិត្តមែនទែនព្រោះថ្ងៃនោះគេលក់មិនសូវជាដាច់ផងបានពួកគាត់មកហូបស្រាបែបនេះគឺច្បាស់ជាត្រូវការសាច់ក្លែងច្រើនហើយណាមួយមកជាមួយថៅកែឌីទៀតពុកឌីគ្រាន់តែគាត់មកដល់ភ្លាមគាត់ថាយកសាច់ក្លែង20ចង្កាក់គ្រាន់តែអាំងយកមក10ចង្កាក់សិនមកកុំឲ្យសាច់ត្រជាក់ហូបមិនសូវឆ្ងាញ់អ្នកលក់ក៏ចាប់ផ្ដើមរៀបចំតាមអ្វីដែលគាត់ចង់បានពួកគាត់ហូបបណ្ដាក៏និយាយរឿងពួកគាត់បណ្ដាបានបន្តិចក៏ឃើញមនុស្សស្រី2នាក់មើលទៅដូចជាម្ដាយនិងកូនជាពិសេសនារីដែលជាកូននោះដូចជាមានទម្ងន់ទៀតគ្រាន់តែពោះរបស់នាងមិនសូវជាធំប៉ុន្មានទេគ្រាន់តែមកដល់ភ្លាមពួកគេក៏បានហៅសាច់គោហូបដែរមើលទៅទឹកមុខរបស់ពួកគេទាំងពីរដូចជាមានទុក្ខហើយពួកគេដូចជាមនុស្សស្លូតបូតណាស់មើលមកគឺមាននិស្ស័យចង់និយាយជាមួយតែម្ដងគឺពួកគេដើរចេញមកពីផ្ទះដែលពុកឌីឃើញមានមនុស្សដើរចេញចូលច្រើនណាស់ពុកឌីក៏និយាយតិចៗថាអ្នករាល់គ្នាផ្ទះដែលពួកគេដើរចេញមកអំបញ្ញនឹងគឺជាផ្ទះរបស់គ្រូស្នេហ៍ណាមិនដឹងថាគ្នាកាត់អីទេពីអ្នកនេះមើលទៅដូចជាមានទុកណាស់ពុកឈឿនក៏សួរមិនបានឲ្យដឹងថាជាផ្ទះរបស់គ្រូស្នេហ៍អញធ្វើដំណើរកាត់ផ្លូវនេះរហូតដូចជាមិនដែលដឹងសោះពុកឌីក៏តបវិញគឺអ្នកលក់សាច់គោអាំងគេប្រាប់នេះណាលើថាជាគ្រូស្នេហ៍ល្បីឈ្មោះទៀតគុំថាតែឯងមិនស្គាល់អញធ្វើដំណើរកាត់ផ្លូវនេះរាល់ថ្ងៃដែរអញក៏មិនដឹងដូចគ្នាពុកឈឿនជ្រួញចិញ្ចើមហើយក៏សួរវិញឯងធ្វើដំណើរកាត់ផ្លូវនេះរាល់ថ្ងៃឯទៅណាដែរពុកឌីចាប់ផ្ដើមបុកពោះព្រោះគាត់ខ្លាចបែកគ្នារឿងរបស់គាត់រត់នឹកពីតបវិញមិនឃើញទេពុកឆៃឃើញដូចមិនស្រួលគាត់ក៏និយាយបង្វែរសាច់រឿងដោយសារតែពុកឆៃដឹងថាពុកឌីធ្វើដំណើរកាត់ផ្លូវនេះទៅភូមិមួយទៀតដើម្បីទៅចាក់ប៉ោគុំតែបានពុកឆៃទេពុំអីពុកឌីគឺចប់មិនខានពុកឆៃថាបងឈឿនខ្ញុំដូចជាមានអារម្មណ៍ថានារីម្នាក់ដែលពោពោះនោះនាងមានគ្រោះដឹងថាហេតុអ្វីបានជាគាត់និយាយបែបនេះទេគឺពុកឆៃគាត់ឃើញរបស់ដែលមនុស្សធម្មតាមិនអាចនឹងមើលឃើញ
គឺគាត់បានឃើញមានមនុស្ស3នាក់សុទ្ធតែជាមនុស្សស្រីខ្លួនខ្មៅឃើញតែប្រឡោះភ្នែកទេស្រាប់នរក៏និយាយទៅឃើញមួយតួខ្លួនចំណែកក្បាលវិញគឺមានដោះសក់រយនេះគឺជាពពកខ្មោចតៃហោង 100% ខ្មោចទាំងនេះស្លាប់ដូចជាអាក្រក់មើលណាស់មានម្នាក់គាត់ថាឃើញហូរចេញបំណែកខួរពីក្បាលគឺពួកវាទាំង3កំពុងតែឈរក្បែរនារីម្នាក់នោះជាពិសេសមានខ្មោចមួយក្បាលកំពុងតែបង្ហូរទឹកមាត់របស់វាទៅលើចានដាក់សាច់គោអាំងរបស់នារីទាំងពីរនាក់នោះទៀតពុកឆៃពេលហ្នឹងអ្វីដែលគាត់បារម្ភគឺគាត់ខ្លាចនារីដែលមានផ្ទៃពោះនោះហូបរបស់នឹងបើសិនជាហូបទៅគឺច្បាស់ជាប៉ះពាល់កូនក្នុងផ្ទៃមិនខានពុកក៏និយាយទៅកាន់នារីម្នាក់នោះថាក្មួយស្រីជប់សិននារីពីរនាក់នោះរួមជាមួយនឹងអ្នកនោះក៏បានមើលមុខរបស់គាត់ពុកឆៃគាត់ក៏ងើបដើរទៅអង្គុយតុជាមួយពួកគេរួចពុកឆៃគាត់ក៏មានប្រសាសន៍ថាឲ្យពូសុំនិយាយជាមួយបន្តិចបានទេតើបងស្រីត្រូវជាអ្វីជាមួយនឹងក្មួយស្រីម្នាក់នេះស្ត្រីចំណាស់ម្នាក់នោះគាត់ប្រាប់ថាគាត់គឺជាម្ដាយតើលោកមានការអ្វីដែរពុកឆៃមិនវែងឆ្ងាយនេះឡើយគាត់ថាក្មួយស្រីកំពុងតែមានរបស់មិនល្អតាមខ្លួនហើយគាត់ក៏បាននិយាយប្រាប់រឿងដែលគាត់បានឃើញទាក់ទងជាមួយខ្មោចតៃហោងទាំងអស់នោះជាពិសេសពុកឆៃគាត់បាននិយាយអំពីទុក្ខលំបាកទាំងអស់ដែលនារីម្នាក់នោះរួមជាមួយនឹងក្រុមគ្រួសាររបស់នាងកំពុងតែជួបប្រទះទាំងដែលនាងនិងម្ដាយគឺមិនទាន់និយាយរឿងទាំងអស់នេះប្រាប់គាត់នោះទេមូលហេតុដែលពុកឆៃនិយាយរឿងអស់ទាំងនោះព្រោះគាត់មិនចង់ឲ្យម្ដាយកូនពីរនាក់នឹងមានអារម្មណ៍ថាភ័យខ្លាចជាមួយគាត់ព្រោះនៅសុខគាត់ជាមនុស្សប្រុសហើយមិនដែលស្គាល់គ្នាផងបែរជាចូលមកនិយាយជាមួយនឹងពួកគេហើយជាពិសេសជាពេលយប់ទៀតចំណែកពួកគេពេលបាននិយាយជាមួយពុកឆៃទឹកភ្នែកហូរមិនឈប់ព្រោះពុកឆៃបាននិយាយចាស់ចង់ចំណុចសំខាន់ច្រើនដែលពួកគេកំពុងតែជួបប្រទះហើយមុននឹងពុកឆៃនិយាយរឿងបន្តគាត់បានសូត្រនៅមន្តគាថារបស់គាត់បន្ទាប់មកក៏យកទឹកជ្រោចទៅនឹងដីទាល់តែអស់មួយកែវគ្រាន់តែសូត្រចប់ភ្លាមនារីដែលជាម្ដាយនឹងកូននោះមានអារម្មណ៍ថាស្រឡះខ្លួនណាស់ដូចជាបេះបន្លាចេញពីទ្រូងអញ្ចឹងគឺមហាឆៃគាត់បានបណ្ដេញពពុះខ្មោចតៃហោដែលកំពុងតែតាមពួកគេនេះចេញទៅអស់ហើយជាពិសេសមើលទៅដូចជាទើបតែតាមថ្មីទៀតរបៀបថាពួកវាមកតាមមិនទាន់បានមួយថ្ងៃទេអញ្ចឹងហើយបានជាគាត់សូត្រមន្តគាថាប៉ុន្មានម៉ាត់ពួកវាក៏រលាយទៅវិញលឿនបែបនេះជាពិសេសពុកឆៃគាត់យកសាច់គោដែលពួកគេកំពុងតែហូបនឹងជះចោលថែមទៀតគាត់បាននិយាយទៅកាន់អ្នកលក់ថាគាត់ធ្វើនេះមិនបានមើលងាយគេទេដោយសារមានទឹកមាត់ខ្មោចតៃហោងស្រក់ចូលសូម្បីតែចាននេះក៏គាត់បោះចោលដែរគាត់នឹងសងប្រាក់ថ្លៃចាននេះទៅកាន់អ្នកលក់វិញគាត់ថែមទាំងបានប្រាប់អ្វីដែលគាត់បានឃើញសូម្បីតែអ្នកលក់ក៏គាត់ថាមិនបាច់សងទេពូចោលតែម្ដងទៅព្រោះនារីដែលជាអ្នកលក់សាច់គោអាំងហ្នឹងក៏គេស្គាល់ពុកឆៃដែរអ្នកណាមិនស្គាល់ឪរបស់មេភូមិទាំងមូលតាមពិតរឿងដែលបានកើតឡើងលើគ្រួសារនារីដែលមានផ្ទៃពោះនោះគឺបែបនេះពីមុនក្រុមគ្រួសាររបស់នាងអាចថាជាអ្នកមានធូរធារឡានក៏មានជិះផ្ទះធំក៏មាននៅជាពិសេសសូម្បីតែផ្ទះរបស់នាងនៅភ្នំពេញម្ដុំទួលគោកក៏មានពីកន្លែងដែរព្រោះប្តីរបស់នាងពូកែនៅក្នុងការរកស៊ីខ្លាំងណាស់ដោយគាត់គឺជាម្ចាស់ភោជនីយដ្ឋាន 4-5 កន្លែងដោយខ្ញុំសូមមិនបញ្ចេញឈ្មោះនោះទេព្រោះគាត់នៅរកស៊ីដល់សប្តាហ៍ថ្ងៃសូម្បីតែហាងរបស់គាត់ក៏នៅបើកដល់ឥឡូវដែរ
ប៉ុន្តែចាប់តាំងពីប្តីរបស់នាងបានស្គាល់បងស្រីធម៌ម្នាក់មកប្តីរបស់នាងចាប់ផ្ដើមប្រែតែម្ដងដោយបងស្រីធម៌ប្តីរបស់នាងគឺជាស្ត្រីមេម៉ាយហើយនាងនឹងស្អាតណាស់ក្រមុំល្មមសុំចាញ់គឺចាប់តាំងពីពួកគេទាំងពីរដាក់ហ៊ុនរកស៊ីជាមួយគ្នាមកពួកគេទៅណាមកណាតែពីរនាក់ទេសូម្បីតែទៅខេត្តឆ្ងាយៗក៏ទៅតែ2នាក់ដែរហើយទៅតែថ្មីនេះទេប្តីរបស់នាងបានឆ្លុះគ្នាខ្លាំងជាមួយនាងនិងបានចុះចេញពីផ្ទះអស់រយៈពេល7ខែហើយថែមទាំងគាត់បានដឹងទៀតថាប្រពន្ធកំពុងតែមានផ្ទៃពោះតែគាត់នៅតែទៅចោលប្រពន្ធកាលពី3ថ្ងៃមុនប្អូនថ្លៃរបស់ខ្ញុំដែលជាប្អូនប្តីខ្ញុំបង្កើតនោះគេបានមកប្រាប់ខ្ញុំថាគាត់បានឃើញបងប្រុសរបស់គាត់ពិតជាមានភាពស្និទ្ធស្នាលជាមួយបងស្រីធម៌របស់គាត់ខុសពីធម្មតាគឺវាលើសពីបងធម៌ប្អូនធម៌ទៅហើយ 100% ម្នាក់ស្រីមេម៉ាយនោះបានដាក់ស្នេហ៍យកប្តីរបស់ខ្លួនទៅបានសម្រេចហើយជាពិសេសនាងបាននិយាយថាមុនមួយថ្ងៃដែលប្តីរបស់នាងបានចេញទៅនោះគឺនាងបានយល់សពចម្លែកថែមទាំងគួរឲ្យខ្លាចទៀតគឺនាងបានយល់សពឃើញម្នាក់ស្រីមេម៉ាយនោះបានមកឈរនៅលើពោះរបស់នាងដែលកំពុងតែដេកថែមទាំងលូតកន្ត្រំក្នុងយល់សពនោះនាងមានអារម្មណ៍ថាឈឺចាប់ដូចជានៅខាងក្រៅយ៉ាងអញ្ចឹងបន្ទាប់មកឃើញម្នាក់ស្រីនោះស្មាទោសគឺបានបត់ជើងតូចហើយរួចយកទៅឲ្យប្តីរបស់នាងព្រឹកនាងបានទៅរកគ្រូ3នាក់ហើយគេសុទ្ធតែនិយាយដូចគ្នាថាប្តីរបស់ខ្ញុំត្រូវស្នេហ៍គេគ្រាន់តែថាពួកគេទាមទារតម្លៃខ្ពស់ជាពិសេសគ្រូខ្លះថាប្តីរបស់ខ្ញុំត្រូវស្នេហ៍ដំរីគ្រូខ្លះថាប្តីរបស់ខ្ញុំត្រូវស្នេហ៍ឈាមរដូវគ្រូខ្លះថាប្តីរបស់ខ្ញុំត្រូវស្នេហ៍ពុកឆ្អឹងខ្ញុំមិនដឹងថាគួរជឿមួយណាទុកមួយណានោះឡើយព្រោះពាក្យចុងក្រោយសុទ្ធតែនិយាយខុសៗគ្នាទៅល្ងាចមិញខ្ញុំបានទៅរកគ្រូម្នាក់ផ្ទះរបស់គាត់នៅកន្លែងនោះគឺនាងចំអល់ទៅផ្ទះរបស់គ្រូស្នេហ៍ម្នាក់ដែលពុកឌីទៅតែនិយាយប្រាប់គ្រប់គ្នាថាគេមានកូនសិស្សច្រើននឹងឯងគឺនាងលើតាមអ្នកដែលស្គាល់គ្នាថាគ្រូនោះពូកែបានជានាងមករកតែគាត់ទាមទារឲ្យខ្ញុំរៀបហឹងគ្រូនៅផ្ទះរបស់ខ្ញុំមួយជាពិសេសមុននឹងចេញមកគាត់បានឲ្យប្រេងនេះមកកាន់ខ្ញុំនាងនិយាយបណ្ដាលក៏ហុចប្រេងនោះមកឲ្យពុកឆៃដដែលពុកឆៃគ្រាន់តែបានកាន់ប្រេងក្នុងដបនោះហើយគាត់ស្ទើរតែធ្លាក់ថ្លើមគ្រប់ព្រោះនោះគឺជាខ្លាញ់ខ្មោចតៃហោងជាពិសេសខ្មោចដែលចេះអាគមទៀតរបៀបថាម្ចាស់ប្រេងនេះបានទៅគាស់ភ្នូគ្រូអាគមដែលបានស្លាប់ថ្មីហើយទៅរលយកប្រេងមកឬក៏បានទៅជួលអ្នកដុតខ្មោចដើម្បីយកប្រេងនេះមកអីអញ្ចឹងទៅក្មួយឯងមិនគួរណាដើរផ្លូវនេះសោះទាំងដែលក្មួយកំពុងតែមានផ្ទៃពោះទៀតមនុស្សដែលកំពុងតែពោះពូប្រាប់តែចុះមិនគួរណាមកពាក់ព័ន្ធជាមួយនឹងរឿងជំនឿនឹងទេនេះសំណាងណាស់ដែលពូបានជួបក្មួយបើមិនអញ្ចឹងទេស្មាទោសពូនិយាយនេះមិនប្រមាថក្មួយឡើយកូនដែលនៅក្នុងផ្ទៃក៏មិននៅដែរហើយគ្មានក្បួនគ្រូណាគ្រាន់តែធ្វើស្នេហ៍ត្រូវការធ្វើហឹងគ្រូនោះទេតាមពិតគេចង់ឲ្យក្មួយធ្វើហឹងនឹងទៅគេនឹងឲ្យខ្មោចតៃហោងទៅមិនបាននោះទៅនៅលើហឹងគ្រូនឹងឯងហើយបើវានៅបានមិនថាតែជំនាញផ្ទះក្មួយទេសូម្បីតែប្រឡឹងដូនតាក្មួយក្នុងផ្ទះនោះក៏នៅមិនបានដែរវាច្បាស់ជាយកម្ដងម្នាក់ទ្រព្យដែលចាយលើជំនឿនេះក្មួយអើយពេលខ្លះចាយទៅក៏បានសុខពេលខ្លះចាយទៅក៏នាំទុកដល់យើងពូក៏មិនដឹងថាគេធ្វើនេះក្នុងន័យអ្វីឡើយតែតាមដែលពូគិតគឺគេសម្លឹងឃើញកូនក្នុងផ្ទៃក្មួយច្រើនជាងម្ដាយរបស់ម្នាក់ស្រីនោះក៏បានសួរពុកឆៃថាចុះតើកូនប្រសារបស់គាត់ពិតជាត្រូវស្នេហ៍របស់គេមែនដែរឬក៏អត់ពុកឆៃថាបាទ
គឺពិតជាត្រូវស្នេហ៍គេមែនតែស្នេហ៍នេះគឺជាស្នេហ៍រូបសូនក្រមួនក្រឡាប់កាប់ផ្កានោះទេតាមពិតពេលដែលបងនិងកូនស្រីទៅរាយរាប់ប្រាប់គ្រូទាំងអស់នោះគឺគេមិនបាច់ទាយទេរបៀបថាគេចេះតែនិយាយស្មានទៅរបៀបថាគ្រាន់តែមនុស្សសាមញ្ញស្ដាប់រឿងដែលគ្រួសារបងបានជួបក៏គេដឹងដែរមិនចាំបាច់គ្រូទាយអ្វីនោះឡើយដោយនេះហើយបានជាចេះតែមានមនុស្សចាញ់បោកមនុស្សគុំវិជាអស់ទាំងនេះតែមិនអីនោះឡើយចាំខ្ញុំជួយពុកឆៃពេលហ្នឹងក៏បានទិញទឹកសុទ្ធមួយដបនៅកន្លែងលក់សាច់គោនោះបងប្អូនប្រហែលជាស្គាល់ទឹកសុទ្ធនោះហើយដបហ្នឹងស្វិតពណ៌ផ្ទៃមេឃជាពិសេសរាងវាមូលសម័យនេះប្រហែលជាលែងមានហើយមើលទៅដោយពុកពេលហ្នឹងគាត់បានសូត្រនៅមុនគាថារបស់គាត់បន្ទាប់មកពុកក៏ហុចឲ្យនារីដែលជាម្ដាយព្រោះមិនចង់ឲ្យនារីដែលមានផ្ទៃពោះនោះប៉ះពាល់ទៀតទេគាត់ប្រាប់ថារកអាកាសឲ្យប្តីរបស់នាងហូបទឹកនេះឲ្យបានទៅឬក៏ពឹងប្អូនប្រុសរបស់គេក៏បានដែរទោះមួយដំណក់ពីរដំណក់ក៏អាចជួយគេត្រឡប់មករកធាតុដើមវិញបានបើសិនជាផឹកកាន់តែច្រើនគឺកាន់តែប្រសើរជាពិសេសពេលនោះពុកឆៃក៏បានដោះខ្សែកដែលមានបន្តោងជាខ្សែកថាឲ្យនាងពាក់ថែមទៀតដើម្បីកុំឲ្យមានអ្វីមកយាយីនាងបានដោយក្នុងបន្តោងហ្នឹងពុកឆៃបានបញ្ចុះមហាអថន្តមហាសីមា10000ជាន់ដើម្បីការពារនាងនិងកូនក្នុងផ្ទៃទោះគ្រោះអាគមខ្លាំងប៉ុណ្ណាក៏មិនណាធ្វើអាគមចូលបានដែរពុកគាត់សុខចិត្តបេះរបស់គាត់ស្រឡាញ់ពីខ្លួនឲ្យទៅកាន់គេឲ្យតែគេបានសុខពេលនោះម្ដាយរបស់នាងក៏ហុចប្រាក់មួយចំនួនឲ្យទៅកាន់ពុកឆៃសោចរួចក៏តបថាទុកវិញទៅបងខ្ញុំមិនត្រូវការទ្រព្យមនុស្សមានទុកទេទោះយកមកចាយក៏ខ្ញុំគ្មានក្តីសុខដែរបន្ទាប់មកគាត់ក៏បាននិយាយទៅកាន់អ្នកលក់ថារបស់ដែលនៅលើតុពីអ្នកម្ដាយកូននេះគឺគាត់ជាអ្នកចេញទាំងអស់ហើយមុននឹងពុកឆៃគាត់ដើរចេញទៅកន្លែងតុគ្នាគាត់វិញគាត់ងាកទៅរកនារីដែលមានផ្ទៃពោះនោះរួចក៏និយាយថាសុខសប្បាយណាស់ក្មួយពីអ្នកម្ដាយកូននឹងទឹកភ្នែកមិនដឹងថាទ្រាំទុកតាំងតែពីពេលណាមកនោះទេស្រាប់តែយំយកគឺថាទស្សនភាពនេះពិតជាគួរឲ្យរំភើបនិងក្តុកក្តួលខ្លាំងមែនទែនសូម្បីតែអ្នកលក់សាច់គោអាំងក៏អួលដានកដែរក្រឡេកមកកាន់គ្នារបស់គាត់វិញលោកអ៊ំលេងដែលកំពុងអង្គុយហូបជាមួយពួកគាត់នោះក៏មានប្រសាសន៍ថាបងឆៃគឺនៅនោះដែរគ្មានផ្លែអ្វីសូម្បីតែបន្តិចមនុស្សដូចគាត់នេះកម្របានជួបណាស់ជាពិសេសមានសំណាងខ្លាំងមែនទែនដែលបានស្គាល់កូនពេលនោះពួកគាត់ក៏ហូបជាធម្មតាដោយពុកឆៃមិនដឹងនោះឡើយថាពេលនេះគឺមានមនុស្សកំពុងតែមានការខឹងសម្បាទៅលើគាត់យ៉ាងខ្លាំងគ្រាន់តែគេប្រឹងទប់ដោយមិនហ៊ានចេញមកពីផ្ទះនោះឡើយគឺគ្រូស្នេហ៍ម្នាក់នឹងឯងអ្វីត្បិតថាគេមិនសូវខ្លាំងតែគេចិញ្ចឹមខ្មោចព្រាយច្រើនក្បាលណាស់ដូចជាពេលដែលពុកឆៃដេញខ្មោចតែហងរបស់គេទៅវិញបាត់និងពេលដែលគាត់និយាយជាមួយក្រុមគ្រួសារមួយនោះគឺគេលឺទាំងអស់ដោយសារតែកូនខ្មោចរបស់គេបានទៅប្រាប់ជាពិសេសគាត់មកអង្គុយនិយាយនៅជិតផ្ទះគេទៀតរឿងអីដែលថាគេមិនលឺហើយគេមិនខឹងចំណៃបានមកដល់វត្តរបស់គេទៅហើយសុកក៏របូតទៅយ៉ាងងាយគ្រាន់តែថាពេលនោះគឺគេមិនទាន់ធ្វើអ្វីទាំងអស់ចំណែកពួកគាត់នេះអង្គុយហូបដោយមិនបានខ្វល់អ្វីនោះឡើយរបៀបគិតថារឿងគឺវាចប់រហូតតតែរៀងយប់ជ្រៅពួកគាត់ក៏បានបំបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួនពុកដួងទៅផ្សេងពុកឈឿននិងពុកឌីទៅផ្សេងតែលោកអ៊ំលេងគាត់នៅសម្រាប់ផ្ទះជាមួយពុកឆៃព្រោះផ្ទះគាត់នៅឆ្ងាយស្អែកព្រឹកបានគាត់ទៅវិញដោយសាច់ខ្លាំងពេលនោះពុកឌីចេញស្ទើរតែទាំងអស់ទៅហើយតែពុកឆៃគាត់ជួយចេញខ្លះដោយសារតែគាត់ឲ្យលើពុកឌីដែរលោករហូតដល់ស្អែកព្រឹកចូលមកដល់លោកអ៊ំលេងគាត់ក៏ត្រឡប់ទៅភូមិរបស់គាត់វិញបាត់គឺគាត់
ងើបទៅតាំងតែពីម៉ោង 4 ព្រឹកទាំងដែលម៉ោងថ្មនោះពុកឆៃមិនទាន់ក្រោកនោះឡើយតែលោកអ៊ំលេងគាត់បានផ្ដាំលោកមេភូមិខុនដោយសារលោកមេភូមិខុនគាត់ក្រោកមកមុនការងាររបស់គាត់ច្រើនគាត់ប្រាប់ថាចាំពេលដែលគាត់ទំនេរចាំគាត់មកលេងម្ដងទៀតហើយដោយគាត់មកលើក្រោយគាត់នឹងនាំលោកអ៊ំប្រាក់មកដែរពេលនោះលោកមេភូមិខុនក៏បានតបបាទមិនអីទេអ៊ំចាំពេលគាត់ក្រោកចាំខ្ញុំប្រាប់តាមនឹងហើយបន្ទាប់មកលោកអ៊ំលេងគាត់ក៏ឡើងលើម៉ូតូរបស់គាត់ហើយក៏ជិះចេញទៅបាត់នៅពេលដែលពុកឆៃគាត់ក្រោកមកអ្នកដែលគាត់សួររកមុនគេគឺជាលោកអ៊ំលេងហើយកូនរបស់គាត់ក៏ប្រាប់ទៅតាមនឹងពុកឆៃគាត់ថាហេតុអ្វីបានគាត់ណាពុកកុំអីពុកគាត់ឲ្យនៅលេងទី3ថ្ងៃទៀតបាត់ពុកមិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេនោះទេលោកមេភូមិខុនក៏បានតបដោយសារតែគាត់រវល់ពុកគាត់ប្រាប់ខ្ញុំមិនចឹងហើយគាត់ថាពេលដែលគាត់មកលើក្រោយគាត់នឹងនាំលោកអ៊ំប្រាក់មកដែរពុកឆៃក៏មានប្រសាសន៍បន្តអូមិនអីទេបើគាត់រវល់ឲ្យគាត់ទៅផ្ទះសិនចុះឥឡូវពុករកទៅលុបមុខលុបមាត់ហូបបបរហូបអីសិននៅពេលដែលពុកឆៃគាត់បានដើរទៅបរិវេណនៅខាងក្រោយផ្ទះរបស់គាត់បានឃើញរូបទីងម៉ូង2ដោយទីងម៉ូងហ្នឹងគឺសុទ្ធតែដាច់ក្បាលធ្លាក់ទៅនឹងដីទាំងអស់ពុកឆៃគាត់មានអារម្មណ៍ថាចម្លែកចិត្តខ្លាំងមែនទែនដោយសារតែផ្ទះរបស់គាត់គឺមិនដែលធ្វើទីងម៉ូងនោះទេដំបូងគាត់គិតថាប្រហែលជាកូនប្រុសរបស់គាត់ធ្វើហើយក៏យកបន្ទុកនៅទីនេះតែកូនរបស់គាត់ក៏មិនដែលធ្វើទង្វើបែបហ្នឹងដែរពុកឆៃគាត់ចាប់ផ្ដើមរៀងសង្ស័យតែគាត់មិនទាន់ដើរទៅទីនោះនោះទេគាត់បានលុបមុខលុបមាត់សិនរួចគាត់ក៏ដួសទឹកមួយផ្ទាល់ហើយក៏ដើរសំដៅទៅកាន់កន្លែងទីងម៉ូងដែលកំពុងតែផ្អែកជាមួយនឹងរបងផ្ទះនៅខាងក្រោយនោះពុកឆៃគាត់មិនទាន់ហ៊ានប៉ះពាល់ទីងម៉ូងទាំងពីរនោះទេប៉ុន្តែគាត់បានឈរសម្លឹងមើលយ៉ាងយូរពេលដែលគាត់ស្រែកសួរកូនប្រុសរបស់គាត់ដែលនៅខាងមុខផ្ទះឃើញថាកូនប្រុសរបស់គាត់បានចេញទៅខាងក្រៅបាត់ទៅហើយដោយនៅផ្ទះពេលនេះគឺនៅតែកូនប្រសាររបស់គាត់រួមជាមួយនឹងចៅរបស់គាត់គ្រាន់តែថាចៅរបស់គាត់ពេលហ្នឹងមិនទាន់ធំនោះឡើយពេលដែលគាត់សួរកូនប្រសាររបស់គាត់រឿងទីងម៉ូងនេះកូនប្រសាររបស់គាត់ក៏មិនដឹងដូចគ្នាពុកឆៃក៏គិតថាតាមមើលប្រហែលជាកូនរបស់គាត់ទៅយកពីអ្នកភូមិណាម្នាក់យកមកទុកនៅទីនេះហើយពុកគាត់គិតថានេះជារឿងអពមង្គលពុកឆៃក៏យកទីងម៉ូងទាំងពីរនេះយកទៅដាក់នៅក្បែរគល់ជ័យរបស់គាត់បន្ទាប់មកពុកក៏យកភ្លើងដុតចោលប៉ុន្តែពេលដែលពុកគាត់ឈរសម្លឹងមើលទៅចំបើងដែលត្រូវបានភ្លើងឆេះនោះគាត់ថាពេលដែលចំបើងនឹងវារួញទៅគឺប្រៀបបានដូចជាគេបូជាសាកសពយ៉ាងអញ្ចឹងតែគាត់នៅតែមិនបានចាប់អារម្មណ៍អំពីរឿងនេះបន្ទាប់មកពុកឆៃក៏ទៅអង្គុយហូបតែនៅមុខផ្ទះគាត់គិតថានៅពេលដែលគាត់ហូបតែហូបបបរអីហើយគាត់នឹងអង្គុយកាប់ថ្នាំរបស់គាត់ដែលនៅសេសសល់នៅមុខផ្ទះនោះហើយមែនពេលដែលគាត់ហូបអីរួចហើយពុកគាត់ក៏ទៅអង្គុយនៅលើកំណាត់ឈើរបស់គាត់បន្ទាប់មកពុកឆៃក៏កាប់ថ្នាំរបស់គាត់បណ្ដាលគាត់ជក់បារីបណ្ដាលប៉ុន្តែកំឡុងពេលដែលគាត់អង្គុយកាប់ថ្នាំនោះគាត់ឮសំឡេងចៅប្រុសរបស់គាត់យំមិនបាត់តតែសោះទាំងដែលម្ដាយរបស់គេព្យាយាមលួងហើយលួងទៀតគេនៅតែយំបានបន្តិចក៏ឃើញម្ដាយរបស់គេពរកូនចេញមកនិងនិយាយតិចៗថាជប់យំទៅកូនចាំម៉ែពរតលេងតាហើយពុកឆៃគាត់ក៏ងាកទៅបងប្អូននឹងថាពុកឆៃគាត់បានឃើញអ្វីទេគឺឃើញចៅរបស់គាត់កំពុងតែមានព្រាយស្រីមួយក្បាលសក់របស់វាវែងភ្នែកលឿនលឿនអណ្ដាតធ្លាក់ដល់ដីវាកំពុងតែបន្លាចៅរបស់គាត់ហើយចៅរបស់គាត់គឺនៅឯដៃម្ដាយនឹងឯងគ្រាន់តែថាព្រាយនោះវាតែងតែអណ្ដែតប្រសាទតិចតិចនៅចិត្តក្មេងនឹងរហូតពុកឆៃគាត់គិតថាជុំព្រាយមកពីណាឯងក៏ប្រហើតម្លេះហ៊ានចូលផ្ទះរបស់គាត់ពុកឆៃគាត់បានកាន់កាបិតរបស់គាត់នឹងដើរសំដៅទៅរកកូនប្រសាររបស់គាត់សូម្បីតែកូនប្រសាររបស់គាត់ក៏
ក៏មានអារម្មណ៍ថាចម្លែកដែរមានអីគ្រាន់តែគាត់ដើរទៅចិត្តគាត់បានយកកំបិតនឹងកាប់ទៅកាន់ខ្យល់ដែលនៅក្បែរនោះដែលធ្វើឲ្យកូនប្រសាររបស់គាត់មានអារម្មណ៍ថាស្រឡាញ់កាន់ដែរហើយក៏សួរទៅកាន់ឪពុកក្មេងថាពុកធ្វើអីគេហ្នឹងពុកឆៃក៏ថាកំបាត់ពុកឆៃក៏ប្រាប់ទៅកាន់កូនប្រសាររបស់គាត់ឲ្យបីកូនរបស់គេដើរតាមគាត់ទៅពេលដែលចូលទៅដល់ក្បែរកន្លែងអាសនៈរបស់គាត់ហើយគាត់បានយកកំបោរយកទៅគូសញ្ញាជើងក្អែកនៅលើខ្នងចៅគាត់ហើយគាត់ប្រាប់ថានៅក្នុងបន្ទប់នឹងសិនហើយចាំពេលដែលពុកឲ្យចេញមកចាំចេញហើយកូនប្រសាក៏ធ្វើទៅតាមសម្ដីរបស់ឪពុកក្មេងពុកឆៃគាត់ប្រាប់តែម្ដងគាត់ថាពេលនេះនៅក្នុងផ្ទះរបស់គាត់មានគេប្រើរបស់ឲ្យមកអញ្ចឹងហើយបានជាចៅរបស់គាត់យំយ៉ាងនេះមានអីពេលដែលពុកឆៃគាត់ដើរទៅខាងក្រោយផ្ទះគឺលឺសំឡេងគាត់ដើរកាប់ដើមឈើដើរកាប់ដើមចេកឲ្យឡើងពេញនឹងកូនសាររបស់គាត់ភ័យឡើងញ័រនៅក្នុងកន្លែងបន្ទប់អាសនៈនោះមិនដឹងថាពុកឆៃធ្វើអ្វីខ្លះនោះទេមួយសន្ទុះក៏ឃើញគាត់ដើរត្រឡប់មកវិញទាំងបែកញើសចូលខ្លួនពុកឆៃថាលែងអីហើយបន្តមកចៅប្រុសរបស់គាត់ក៏ចាប់ផ្ដើមឈប់យំពេលដែលគាត់មកកន្លែងកាប់ថ្នាំរបស់គាត់វិញគាត់ចេះតែគិតរហូតថាតើអ្នកណាជាអ្នកដែលធ្វើមកនៅពេលដែលគាត់គិតមួយសន្ទុះទើបគាត់នឹកឃើញដល់រឿងជប់មិញគាត់ថាអញទៅបេះសាច់ចេញពីមាត់ខ្លាអញ្ចឹងតាបានជាអាខ្លានោះវាខឹងណាស់យីអានេះលេងស្គាល់ចាស់បីបន្តមកពុកឆៃគាត់ក៏បន្តកាប់ថ្នាំរបស់គាត់បន្តទៀតព្រោះអីគាត់គិតថាអំបែងមិញនៅពេលដែលគាត់ទៅដេញពពុះវិញ្ញាណខ្មោចដែលនៅខាងក្រោយផ្ទះរបស់គាត់អស់ហើយគិតថាប្រហែលតតែយប់អីបានគេប្រើរបស់ឲ្យមកទៀតតែគាត់នឹកស្នាម្ដងនោះទេកំឡុងពេលដែលគាត់កាប់ថ្នាំឬឈើមួយក៏បានផ្លាតមកវាយចំទ្រូងរបស់គាត់ដែលធ្វើឲ្យដើមទ្រូងរបស់គាត់រយះដោយសារតែពេលហ្នឹងពុកឆៃគាត់ដោះអាយប៉ុន្តែស្នាមរយះនោះមិនមែនធំនោះទេរបៀបថាគ្រាន់តែឆូតជាមួយនឹងបន្លាអីអញ្ចឹងទៅគឺស្នាមដូចគ្នាពុកគាត់ក៏ព្រាត់មាត់គាត់ថាចុំឲ្យស្បែកអស់ឡើងស្វិតដែរគាត់យកដៃនឹងទៅស្ទាបរបួសរបស់គាត់នោះប៉ុន្តែពេលដែលគាត់ស្ទាបទៅគឺមិនបានឃើញស្នាមនៃអំបែងមិញទេទាំងដែលគាត់បានសម្លឹងឃើញយ៉ាងច្បាស់ថាអំបែងមិញមានស្នាមឆ្នូតហើយមានឈាមហូរមករៃតាមពិតពុកឆៃពេលនោះគឺគាត់ភ្លេចខ្លួនអាចថាដោយសារតែការប្រយុទ្ធមិញគាត់បានដោះយករបស់ស័ក្តិសិទ្ធិដែលតែងតែការពារខ្លួនរបស់គាត់នោះឲ្យទៅកាន់មនុស្សស្រីម្នាក់ដែលពោលពោះការប្រយុទ្ធមិញបាត់ទៅហើយដូចនេះទោះគេចង់ប្រើរបស់អ្វីមកក៏ត្រូវគាត់ដែរទោះបីជារបស់នោះគឺជារបស់ធម្មតាប៉ុន្តែពុកឆៃពេលហ្នឹងគឺគាត់ភ្លេចរឿងហ្នឹងទើបបានជាគេចេះតែប្រើរបស់មកហើយត្រូវគាត់បែបនេះណាមួយពួកគាត់រៀងចាស់ទៅហើយក៏រៀងភ្លេចភ្លាំងច្រើនមិនដោយការវ័យដែលគាត់កំពុងតែពេញលេងនោះទេមកបន្តិចគាត់ក៏ឃើញមានពូវែងនៅក្បាលពូនោះមិនសូវជាធំប៉ុន្មាននោះទេគឺប៉ាត់កដៃចៅគាត់នឹងឯងគឺវាចេញមកពីកំពង់ព្រៃដែលនៅក្បែររបងផ្ទះខាងមុខហ្នឹងវាសំដៅមករកគាត់របៀបថាវាលូនមកហ្នឹងគឺឲ្យគាត់ឃើញតែម្ដងគឺឲ្យឃើញច្បាស់ពុកឃើញអញ្ចឹងគាត់មានបានយកកំបិតហ្នឹងទៅកាប់អីគាត់យកដៃរបស់គាត់ទៅចាប់កពស់ហ្នឹងជាប់ហើយពស់ហ្នឹងវាព្យាយាមប្រុងនឹងចឹកដៃរបស់គាត់ដែរតែពុកឆៃគាត់យកដៃមួយខាងទៀតទៅច្របាច់មាត់របស់វាពេលដែលគាត់ច្របាច់មាត់ពស់ហ្នឹងហើយគាត់យកសំណក់ថ្នាំដែលគាត់ទើបតែនឹងសអំបែងមិញហ្នឹងសូត្រនៅមុនគេថារបស់គាត់បន្តមកទៅគាត់យកទៅញុកនៅក្នុងមាត់ពស់ហ្នឹងហើយក៏វែងទៅខាងមុខផ្ទះមូលហេតុដែលគាត់ហ៊ានចោលទៅបែបនេះដោយសារតែគាត់ឃើញថាមិនមានអ្នកណាធ្វើដំណើរឆ្លងកាត់នោះទេទើបបានជាគាត់ចោលទៅតែប៉ុន្តែអញ្ចឹងពុកឆៃគាត់ស្មានថាក្មេងៗនៅក្នុងភូមិនឹងវាលេងគាត់គឺគាត់ចង់សម្ដៅទៅលើអ្នកដែលទើបតែនឹងរៀនមន្តអាគមហើយក៏ដើរសាកអ្នកនេះសាកអ្នកនោះអីអញ្ចឹងទៅតែតែពិតមិនអញ្ចឹងនោះទេគឺដោយសារតែមានមនុស្សម្នាក់កំពុងតែគុំគួនគាត់យ៉ាងខ្លាំងគ្រាន់តែថាពេលហ្នឹងគេមិនទាន់បង្ហាញអ្វីដែលពាក់ព័ន្ធនឹងគេឲ្យពុកឆៃដឹងនោះទេបន្ទាប់មកពុកឆៃគាត់ក៏អង្គុយកាប់ថ្នាំរបស់គាត់បន្តទៀតប៉ុន្តែ
ពេលដែលគាត់ជាមួយកំបិតចុងក្រោយហ្នឹងក៏សត្វតែខ្លាយកំបិតរបស់គាត់របូតចេញពីដងគឺរបៀបថាបាក់ជាពីរទាំងដែលកំបិតរបស់គាត់នោះគឺមិនមានជ្រេះចាប់មិនមានអីនោះឡើយដោយដឹងហើយកំបិតយកមកកាប់ថ្នាំកាប់អីនេះគាត់ថែរក្សាណាសឹងតែមិនឲ្យមានអ្នកណាដើរក្រឡងផងគឺតែងតែសៀតជាប់នៅជញ្ជាំងរហូតពុកគឺគាត់ខឹងណាស់គាត់ថាចុះមកនេះលេងអញបាត់ប្រើទីមងរួមជាមួយនឹងព្រាយឲ្យមកដំបងនោះក៏មិនសូវជាខឹងអីនោះទេហើយពេលដែលប្រើពោះហ្នឹងគាត់ក៏មិនសូវជាខឹងអីណាស់ណាដែរប៉ុន្តែម្ដងនេះគឺធ្វើឲ្យរបស់ដែលគាត់ស្រឡាញ់នោះបាក់ខូចខាតទាំងដែលរបស់នេះគឺគាត់ទុកសម្រាប់កាត់ថ្នាំដើម្បីឲ្យអ្នកជំងឺរបស់គាត់ហូបពេលđấyពុកខឹងមែនទែនពុកឆៃគាត់បានយកបារីដែលមាននៅមាត់ហ្នឹងយកមកសូនមួយគេថាបន្ទាប់មកពុកក៏កាត់មកជាពីរគ្រាន់តែកាត់រងសូតែផុសបងប្អូនសាកគិតមើលទៅនេះគ្រាន់តែជាបារីស្លឹកនោះទេហើយអ្វីបានជាកាច់ទៅលាន់សូខ្លាំងយ៉ាងនេះគឺលាន់ដូចមនុស្សផ្លត់ដៃយ៉ាងអញ្ចឹងលាន់សូផុសហើយមិនដឹងថាអ្នកដែលគាត់កាច់នោះគឺគេនឹងទៅជាយ៉ាងណានោះទេហើយពេលហ្នឹងគឺថាលែងមានអ្វីមកយាយីគាត់ទៀតហើយគឺគាត់ទៅយកកំបិតគាត់មួយទៀតមកកាប់ថ្នាំរហូតតតែរួចរាល់លុះរៀងថ្ងៃបន្តិចក៏បានឃើញពុកឌីជីកង់កាប់ផ្ទះរបស់គាត់ពុកឆៃក៏ស្រែកហៅសួរពេលហ្នឹងពុកឌីក៏បត់ក្បាលកង់របស់គាត់សំដៅចូលមកកាន់ផ្ទះរបស់ពុកឆៃក៏សួរគាត់ថាមកពីណាពុកឌីគាត់ថាគាត់មកពីភូមិមួយទៀតតែពុកឆៃគាត់ដឹងថាពុកឌីទៅទីនោះទៅធ្វើអីគឺគាត់ទៅចាក់អប៉ោងទៀតហើយកាលពីម្សិលមិញគាត់ឈ្នះច្រើនខ្លាំងណាស់រឿងអីដែលថាថ្ងៃនេះគាត់មិនទៅហើយពុកឌីពេលហ្នឹងគាត់ឆ្លៀតប្រាប់ពុកឆៃរឿងមួយគាត់ថាបងនិយាយអញ្ចឹងផ្ទះដែលយើងនាំគ្នានិយាយការប្រយុទ្ធនោះគឺខ្ញុំឃើញមានមនុស្សរោមយ៉ាងច្រើនមិនដឹងថាកើតអីទេនៅពេលដែលខ្ញុំជិះកង់ចូលទៅមើលទៅខ្ញុំឃើញមានបរិសម្នាក់ធ្លាក់ទៅលើផ្ទះបាក់ដៃហើយមិនដឹងថាគេជាអ្នកណាទេវ័យរបស់គេខ្ទង់30ជាងខ្ញុំសង្ស័យតែគ្រូម្នាក់ដែលជាគ្រូស្នេហ៍នឹងហើយហេតុតែគេមានផ្ទះខ្ពស់ដើរអត់មានប្រយ័ត្នប្រយែងធ្លាក់បាក់ដៃឲ្យតតែបានខ្ញុំឃើញអញ្ចឹងខ្ញុំលែងហ៊ានសង់ផ្ទះខ្ពស់ហើយកំពុងថារកចង់ធ្វើផ្ទះផងហើយពុកឌីគាត់ក៏អួតប្រាក់ដែលគាត់ឈ្នះថ្ងៃហ្នឹងទៀតពុកឌីគឺគាត់ឈ្នះច្រើនមែនតើនៅក្នុងថ្ងៃហ្នឹងឈ្នះជាងម្សិលមិញទៅទៀតពុកឆៃថាបងឯងលេងទៅកុំឲ្យបងឈឿនដឹងតែបងឈឿនដឹងបងឯងនឹងតែចប់ហើយពុកឌីក៏តអើយបើសិនជាបងឯងមិនប្រាប់វាគ្មានដឹងទេតែពេលពុកឆៃគាត់ស្ដាប់មើលទៅគាត់សង្ស័យថាអ្នកដែលធ្វើនោះគឺសង្ស័យប្រហែលជាគ្រូនឹងហើយមើលទៅព្រោះអីអបាញ់មិញគឺគាត់បានកាច់បារីរបស់គាត់បំបាក់ជាពីរតែថាជាគ្រូនឹងដែរនេះតាមអ្វីដែលគាត់ស្មានទេតែប៉ុន្តែពុកឆៃគាត់មិនមានបំណងក្នុងការបង្ករឿងជាមួយគេនោះទេព្រោះពេលដែលគាត់ជួយពីអ្នកម្ដាយកូនការប្រយុទ្ធនេះក៏គាត់មិនបានធ្វើឡងទៅកាន់គេដែរលោកថាគាត់គ្រាន់តែដេញពពួកខ្មោចតៃហោមដែលតាមពីអ្នកម្ដាយកូនហ្នឹងឲ្យទៅវិញតែប៉ុណ្ណោះបន្តមកពុកឆៃក៏សួរទៅកាន់ពុកឌីបន្តថាចុះតើឥឡូវបងឯងចង់ទៅណាទៅផ្ទះវិញយ៉ាងទេពុកឌីក៏តគាត់ថាគាត់ទៅផ្ទះវិញមួយផ្លែគាត់ទៅជួយការងារពុកឈឿនសិនព្រោះអីមិនចង់ឲ្យពុកឈឿនរអ៊ូដោយសារវត្តយ៉ាងនេះពុកឌីក៏មិនសូវជានៅផ្ទះនោះឡើយហើយតើតែរៀងល្ងាចបានគាត់ត្រឡប់ទៅវិញហើយគាត់ត្រឡប់ទៅវិញនេះមិនមែនគាត់ទៅលេងទៀតនោះទេគឺគាត់ទៅកន្លែងសាច់គោអាំងមើលទៅគាត់ដូចជាជាប់ចិត្តជាមួយនឹងម្នាក់ស្រីនឹងហើយនៅពេលដែលពុកឌីរៀបតែងើបឈរនោះពុកឆៃគាត់ថាកំតនអាពុកឆៃក៏លូកដៃចូលទៅក្នុងហោប៉ៅអាវរបស់ពុកឌីពេលដែលគាត់ដកមកនោះគឺជានាងពួនហ្នឹងគឺរុំជាមួយនឹងអំបោះក្រហមគឺស្ទើរតែមើលលែងសូវចូលទៅហើយរបៀបថាគេយកអំបោះក្រហមយកទៅច្បាក់ជាបន្តោងស្រោបទៅលើនាងពួនមួយហ្នឹងហើយក៏ស្គាល់យ៉ាងច្បាស់ថានេះគឺជារបស់ពុកឈឿនអញ្ចឹងហើយបានជាពុកឌីគាត់តែងតែទៅលេងអាប៉ោងនោះឈ្នះគេរហូតគឺមកពីរបស់នេះឯងពុកឆៃក៏ប្រាប់ថាកុំសូវយករបស់អញ្ចឹងយកទៅពាក់ព័ន្ធជាមួយនឹងលបែងច្រើនពេកបងព្រោះឯថ្ងៃក្រោយវានាំទុកដល់យើងពុកឌីគាត់ក៏យកពីពុកឆៃវិញហើយនិយាយថាបងឯងកុំភ័យ
ខ្ញុំយកតែពីរបីជើងទៀតនោះទេមកល្មមធ្វើផ្ទះហើយខ្ញុំនឹងលែងប្រើវាហើយពុកឆៃគាត់ថាអញ្ចឹងពេលទៅកន្លែងសាច់គោអាំងកុំយកទៅតាមខ្លួនអីមូលហេតុដែលគាត់ប្រាប់បែបនេះព្រោះអីធម្មតារបស់សង្ស័យអស់ទាំងហ្នឹងគឺគេមិនឲ្យទៅពាក់ព័ន្ធជាមួយនឹងប្រពន្ធអ្នកដទៃនោះឡើយបើសិនជាទៅពាក់ព័ន្ធជាមួយនឹងប្រពន្ធរបស់អ្នកដទៃរបស់នេះអាចនឹងសាបឬក៏ម្ចាស់ដែលគេកាន់របស់ហ្នឹងគឺគេប្រកាន់ពុកឌីគាត់ទៅតែភ្ញាក់ខ្លួនគាត់ថាអូបងឯងនិយាយអញ្ចឹងខ្ញុំតែនឹកឃើញមិនឯនោះទេពេលដែលខ្ញុំត្រឡប់ទៅផ្ទះវិញខ្ញុំនឹងយករបស់នេះទៅទុកនៅកន្លែងបានហើយបានខ្ញុំត្រឡប់ទៅកន្លែងស៊ីកូនវិញបន្ទាប់មកពុកឌីគាត់ក៏វាយចន្ទល់កង់រៀបតែនឹងជិះទៅវិញបន្ទាប់មកពុកឆៃក៏និយាយជាលើកចុងក្រោយថាពេលដែលបងឯងទៅកន្លែងស៊ីកូអាំងនោះពេលត្រឡប់មកវិញកុំភ្លេចផ្ដល់ដំណឹងឲ្យខ្ញុំថែមផងពុកឌីដែលសារតែគាត់យល់ចិត្តពុកឆៃដែរគាត់ក៏ថាបាទបងចាំខ្ញុំផ្ដល់ដំណឹងឲ្យថែមបន្ទាប់មកគាត់ក៏ជិះចេញទៅបាត់ហើយដំណឹងដែលពុកឆៃគាត់ចង់ដឹងបន្ថែមនោះគាត់ចង់ដឹងថាតើគ្រូស្នេហ៍នោះគេនឹងទៅជាយ៉ាងណាទៀតព្រោះអីពេលដែលពុកឌីមកប្រាប់អំបញ្ញមិញថាគ្រូនឹងធ្លាក់ពីលើផ្ទះបាក់ដៃលោរហូតដល់មកបាយថ្ងៃកូនប្រុសរបស់ពុកឆៃគាត់ក៏ត្រឡប់មកពីការងាររបស់គាត់វិញហើយពួកគាត់ក៏ពុកបាយជុំគ្នាហើយពុកឆៃគាត់ក៏ប្រាប់រឿងការពិព្រឹកមិញឲ្យលោកមេភូមិខុនស្ដាប់គឺរឿងដែលកូនប្រុសរបស់គាត់យំមិនឈប់ហើយមានគេប្រើរបស់មកអីអញ្ចឹងទៅលោកមេភូមិខុនពេលហ្នឹងក៏រៀងខឹងដែរគាត់ថាចុំឲ្យតាអ្នកណាហ៊ានម្ល៉េះពុកឆៃគឺគាត់ដាក់ការសង្ស័យទៅលើផ្ទះរបស់គ្រូស្នេហ៍នោះហើយគាត់ក៏សួរអំពីវត្តមានរបស់ពួកគេនឹងថាតើពួកគេគឺជាអ្នកណាបែបប្រកបព្រោះគាត់ដឹងថាមានតែកូនប្រុសរបស់គាត់ទេដែលដឹងច្បាស់ព្រោះអីគាត់ជាមេភូមិជាអ្នកដែលកាន់បញ្ជីសមាជិកនៅក្នុងភូមិនេះលោកមេភូមិខុនគាត់រកនៅមួយសន្ទុះគាត់ក៏ថាអូក្រុមគ្រួសារនឹងទេអីពុកគឺពួកគេជាខ្មែរចាមមានន័យថាឪពុករបស់គេគឺជាជនជាតិចាមម្ដាយរបស់គេគឺជាខ្មែរហើយកូនរបស់គេនឹងគឺមានតែម្នាក់នឹងទៀតហើយខ្ញុំឮថាបរិសម្នាក់ដែលមានអាយុ30ជាងនឹងគេមិនមានកូនមិនមានប្រពន្ធនោះទេតែចំពោះរឿងផ្ទៃក្នុងក្រុមគ្រួសារគេខ្ញុំក៏មិនហ៊ានសួរនាំអីច្រើនដែរតែដឹងត្រឹមថាការដែលគេនៅទីក្រុងភ្នំពេញនោះកូននឹងគេប្រកបអាជីពជាអ្នកលេងហ៊ីហើយឪពុករបស់គេគឺជាគ្រូអាគមរបៀបថាគេជាគ្រូទាយគ្រូធ្វើស្នេហ៍រួមជាមួយនឹងធ្វើពិធីផ្សេងៗទៀតខ្ញុំមិនដឹងនោះទេប៉ុន្តែពេលដែលគាត់មករស់នៅក្នុងភូមិហ្នឹងខ្ញុំក៏បានប្រាប់គាត់ដែរថាបើសិនជាមានការខឹងសម្បាទៅលើអ្នកណាអីកុំធ្វើអំពើដាក់អ្នកនេះអ្នកនោះអីចាំទៅប៉ុន្តែគាត់បានបើកដៃឲ្យរស់ស៊ីនៅក្នុងភូមិនេះជាធម្មតាដូចជាឲ្យមានកូនសិស្សទៅរកអីគឺចេញចូលផ្ទះរបស់គាត់បានតាមចិត្តកុំឲ្យតែរកស៊ីខុសច្បាប់ទៅគឺបានហើយពេលហ្នឹងបរិសុទ្ធដែលជាឪពុកហ្នឹងគាត់បានតបមកកាន់ខ្ញុំវិញថារាល់ថ្ងៃនេះគាត់គឺឈប់រលកហើយគឺគាត់បានប្រគល់កិច្ចការងារទាំងអស់ហ្នឹងឲ្យទៅកាន់កូនរបស់គាត់ជាអ្នកកាន់ចំនួនគឺជាបរិសុទ្ធម្នាក់ដែលធ្លាប់លេងហ៊ីនឹងឯងហើយបន្ទាប់មកលោកមេភូមិខុនគាត់ស្ទើរតែឆ្លក់បាយពេលដែលគាត់នឹកឃើញរឿងមួយគាត់ថាពុកអើយប៉ុន្តែអាបែកមួយដែលមានអាយុ30ជាងហ្នឹងខ្ញុំមិនដឹងថាស្រឡាញ់ប្រុសឬក៏ស្រីនោះទេឲ្យតែពេលខ្ញុំទៅធ្វើដំណើរកាត់ផ្ទះហ្នឹងតែងតែនិយាយលេបខាយខ្ញុំរហូតពេលនោះប្រពន្ធក៏បាននិយាយថាបងឯងខំប្រឹងធ្វើដំណើរកាត់ផ្ទះហ្នឹងបន្តិចទៅប្រយ័ត្នគេដាក់ស្នេហ៍យកទៅបាត់ពេលនោះពួកគាត់ក៏នាំគ្នាសើចរៀបថាពួកគាត់ក៏បានបំភ្លេចរឿងដ៏សែនអាក្រក់ការពិព្រឹកមិញហ្នឹងទៅរៀបថាពួកគាត់ឆាប់ភ្លេចរឿងអាក្រក់ខ្លាំងណាស់ដូច្នេះបានជាពួកគាត់រស់នៅបានសុខដុមរមនាមិនដែលទៅបំពេញអ្នកណាឬក៏មានគំនិតអវិជ្ជមានទៅលើអ្នកណាគឺក្រុមគ្រួសាររបស់គេហ្នឹងគឺទម្លាប់របស់គេគឺល្អខ្លាំងមែនតើលុះរហូតចូលដល់ពេលល្ងាចក៏បានឃើញពុកឌីធាក់កង់ត្រឡប់មកវិញប៉ុន្តែពេលដែលគាត់ត្រឡប់មកវិញនេះមុខរបស់គាត់ឡើងស្អុយតែម្ដងគាត់បានបត់ក្បាលកង់របស់គាត់ចូលទៅក្នុងផ្ទះរបស់ពុកឆៃឃើញអញ្ចឹងគាត់ក៏សួរថាបងឯងកើតអីគាត់ថាថ្ងៃនេះសយខ្លាំងមែនតើគឺគាត់
ទៅចំថ្ងៃដែលប្តីរបស់គេត្រឡប់មកផ្ទះវិញគឺប្តីរបស់នារីម្នាក់ដែលគេលក់សាច់គោអាំងនោះហើយជាពិសេសគឺធំក្លិនស្រាចេញពីមាត់របស់ពុកឌីឡើងងួងតែម្ដងមិនដឹងថាគាត់ខូចចិត្តយ៉ាងណានោះទេពេលដែលទៅអង្គុយផឹកនៅតូបគេហើយឃើញគេស្និទ្ធស្នាលជាមួយនឹងប្តីប្រពន្ធគេនោះពុកឆៃក៏និយាយលួងលោមគាត់ថាខ្ញុំប្រាប់ច្រើនដងហើយបងរឿងប្រពន្ធគេនេះកុំតែមានចិត្តបែបតៃអីបើថាបងឯងចង់មកប្រពន្ធចាំខ្ញុំរកឲ្យមិនខ្វះទេស្រីស្រីមេម៉ាយនៅក្នុងភូមិនេះតែបងឯងចាស់តែទៅបែបតៃប្រពន្ធរបស់គេរហូតពុកឌីពេលហ្នឹងក៏ស្ងាត់មកមួយផ្លែតហើយក៏បាននិយាយថាអូខ្ញុំភ្លេចប្រាប់រឿងមួយដែលបងឯងបងខ្ញុំឲ្យស៊ើបមើលនោះគឺបារោះម្នាក់ហ្នឹងឥឡូវគេត្រឡប់មកផ្ទះវិញហើយតែប៉ុន្តែដៃរបស់គេមិនបានបាក់នោះទេវាគ្រាន់តែផ្លាត់គឺនៅកន្លែងកែងដៃហ្នឹងឯងពេលនេះគឺគេគ្រាន់តែស្ពាយដៃតែប៉ុណ្ណោះដោយមិនមានបញ្ហាធំដុំអីនោះទេពុកឆៃពេលដែលស្ដាប់ចប់ក៏ថាអូអញ្ចឹងល្អហើយកុំឲ្យតែគេមានបញ្ហាអីធ្ងន់ធ្ងរខ្ញុំនេះវាមានវាបដិសារីកុំឲ្យថាចាស់នឹងវាធ្វើបាបក្មេងពុកឌីគាត់គ្រាន់តែស្ដាប់ប៉ុណ្ណេះក៏គាត់ដឹងដែរថាតែប៉ុន្តែមូលហេតុដែលគេធ្លាក់មកផ្លាត់ដៃនេះគឺពុកឆៃជាអ្នកធ្វើនឹងឯងហើយមនុស្សពុកឆៃនេះក៏មិនដែលតប៉ះពាគេមុនទេគឺច្បាស់ជាគេប្រើរបស់អីឲ្យមកសាពុកឆៃហើយពុកឆៃធ្វើឡងទៅវិញមិនខានហើយពេលហ្នឹងពុកឌីគាត់ថាគាត់មិនទាន់ទៅផ្ទះវិញនោះទេក៏សួរពុកឆៃថាស្រាដែលពួកគាត់ទាំងអស់គ្នាផឹកការប្រយុទ្ធមិញហ្នឹងអស់ឬនៅពុកឆៃថានៅគ្រាន់តែថាបើសិនជាចង់ហូបគាត់យកឲ្យហូបតែក៏មិនបានហូបជាមួយនោះទេព្រោះអីគាត់មិនសូវជាស្រួលខ្លួនប៉ុន្តែគាត់អាចអង្គុយកំដរបានហើយពុកឌីគាត់ថាអញ្ចឹងក៏បានដែរបងឲ្យតែបងឯងអង្គុយពិភាក្សារឿងជីវិតជាមួយនឹងខ្ញុំមានអារម្មណ៍ថាខូចចិត្តខ្លាំងណាស់ក្នុងថ្ងៃនេះខ្ញុំចង់ផឹកឲ្យណានៃម្ដងបន្ទាប់មកពុកឆៃគាត់ថាអញ្ចឹងអង្គុយនៅកន្លែងនឹងហើយចាំខ្ញុំទៅយកមកឲ្យហូបហើយមែនលុះរហូតដល់ពេលយប់ពុកឌីគឺគាត់អង្គុយហូបម្នាក់ឯងគាត់និយាយច្រើនខ្លាំងណាស់មិនដឹងថាគាត់និយាយស្អីខ្លះនោះទេគឺពុកឆៃគាត់អង្គុយស្ដាប់ពុកឌីនិយាយបណ្ដាគាត់ឆ្លើយដោះស្រាយបណ្ដារបៀបថាពុកឌីគាត់មានវិបត្តិអីពុកឆៃគាត់ព្យាយាមនិយាយសម្របសម្រួលឲ្យទៅតាមនឹងហើយពុកឌីនិយាយតតែនៅផ្ទះនេះគេនាំគ្នាចូលទៅដេកអស់ពេលហ្នឹងគឺនៅសល់តែគាត់រួមជាមួយនឹងពុកឆៃនោះទេប៉ុន្តែនៅពេលដែលគាត់និយាយយូរទៅពុកឆៃចាប់អារម្មណ៍ថាសម្ដីរបស់ពុកឌីកាន់តែប្លែកម្ដងបន្តិចភ្នែករបស់គាត់ឡើងក្រហមហើយបន្ទាប់មកក៏យកដៃចំមុលមុខពុកឆៃរួចនិយាយថាហើយសប្បាយចិត្តណាស់ហើយមិនខ្វល់ពីទុក្ខលំបាករបស់អញទេគឺគាត់និយាយទៅអសរបែបហ្នឹងពុកឆៃគាត់ដំបងដូចជារៀងចង់ប្រកាន់ដែរព្រោះអីគាត់ថាពុកឌីនិយាយយូរទៅរឿងនេះទៅប៉ុន្តែពេលដែលគាត់សពពុកឌីដូចជាមិនដែលនិយាយពាក្យបែបនេះនោះទេពុកឆៃគាត់បិទភ្នែកហើយសូត្រនិមន្តគាថារបស់គាត់បន្តមកពេលដែលគាត់បានបើកភ្នែកវិញគាត់ក៏ឃើញមានព្រាយមួយក្បាលកំពុងតែចូលទៅសន្ធិដ្ឋនៅក្នុងខ្លួនប្រាណរបស់ពុកឌីអញ្ចឹងតាបានជាពុកឌីនិយាយយូរទៅកាន់តែផ្លែកទៅពុកឆៃគាត់យកដៃរបស់គាត់ទៅចាប់មេជើងរបស់ពុកឌីយ៉ាងជាប់ហើយគាត់សួរថាចូលមកក្នុងខ្លួនមិត្តភក្តិរបស់គាត់ធ្វើអីអ្នកណាប្រើឲ្យមកវាធ្វើភ្នែកកលេសប្រឡាក់ហើយក៏តបវិញថាយើងក្តៅណាស់គេប្រើយើងមកទេមកពីអ្នកឯងនឹងហើយអ្នកឯងនឹងធ្វើឲ្យគេបាក់ដៃហើយឥឡូវគេចាប់ព្រលឹងរបស់យើងយកមកប្រើគេថែមទាំងគំរាមកំចាយព្រលឹងក្រុមគ្រួសាររបស់យើងទៀតយើងមានកូនច្រើនខ្លាំងណាស់អ្នកឯងមិនគួរណាមកធ្វើកម្មធ្វើពៀជាមួយខ្ញុំទេរឿងពួកអ្នកឯងមិនដោះស្រាយគ្នាទៅយកខ្ញុំមកគំរាមធ្វើអីគេថាបើខ្ញុំយកបរិះម្នាក់នេះមិនបានទេគេនឹងកំចាយព្រលឹងក្រុមគ្រួសាររបស់ខ្ញុំហើយគឺគេឲ្យខ្ញុំយកម្នាក់នេះរួមជាមួយនឹងអ្នកឯងមានន័យថាគឺគេបានប្រើវិញ្ញាណព្រាយនឹងដើម្បីឲ្យមកយកពុកឌីរួមជាមួយនឹងពុកឆៃតែម្ដង
ឆៃក៏សួរទៅកាន់គេថាអូអាមួយបាក់ដៃនឹងវាប្រែមកមែនអានេះអត់រៀងមែនពុកឆៃគាត់តែប៉ិតទៅមិនមែនការដល់ថ្នាក់នឹងទេប៉ុន្តែបើសិនជាគេធ្វើទង្វើបែបនេះជាច្រើនលើកជាច្រើនសារមានន័យថាគេចង់បំពេញគាត់ហើយដូច្នេះមនុស្សបែបហ្នឹងគាត់មិនទុកឲ្យរស់នៅក្នុងភពនោះឡើយទោះបីជាកូនរបស់គាត់អនុញ្ញាតក៏ដោយពុកឆៃគាត់បានយកស្រាដែលពុកឌីផឹកនៅយកមកជ្រោយជុំវិញខ្លួនរបស់គាត់ជ្រោយនឹងដើម្បីកុំឲ្យព្រាយនោះវានាំពុកឌីរត់ទៅកន្លែងផ្សេងគឺគាត់បានដើរចូលទៅក្នុងកន្លែងអាសនៈរបស់គាត់បានលើកក្តារអុករបស់គាត់ដែលទើបតែនឹងធ្វើឲ្យថ្មីនោះយកមកដាក់នៅលើគ្រែនេះក្តារអុកហ្នឹងគឺជាប្រភេទឈើធម្មតាដែលគាត់ធ្វើទុកសម្រាប់លេងកម្សាន្តជាមួយនឹងមិត្តភ័ក្តិរបស់គាត់នោះទេគឺគាត់បានលើកយកមកដាក់នៅលើគ្រែគាត់តែគាត់ពុកផាំងនេះនឹងភ័យស្ទើរតែរបូតព្រលឹងចេញពីខ្លួនរបស់ពុកឌីទៅហើយទាំងដែលពុកឆៃមិនទាន់បានប្រើនឹងគេថាអ្វីផងគាត់ថាគាត់មានទីជម្រើសទី1គឺខ្ចាយព្រលឹងទី2គឺទៅលេងអាគ្រូនឹងឲ្យចាស់ដៃគាត់ថាកុំខ្លាចមានគាត់នៅពីក្រោយខ្នងហើយតែប៉ុន្តែគ្រូស្នេហ៍ម្នាក់ដែលមានអាយុប្រហែលជា30ជាងនឹងគេមិនសូវខ្លាំងអីនោះទេរបៀបថាគ្រាន់តែចេះចាប់ចោខ្មោចហើយនឹងចេះស្រាយខ្មោចប៉ុណ្ណោះតែប៉ុន្តែអ្នកដែលខ្លាំងនោះគឺជាឪរបស់គេនោះទេគឺគេមានឪរបស់គេនៅពីក្រោយខ្នងគឺជាបរិសម្នាក់ដែលជាចាមឈ្មោះនោះគ្រាន់តែថាឥឡូវគេមានវ័យចំណាស់ទៅហើយគេថាគេមិនហ៊ាននោះទេបើសិនជាគេទៅវិញគេខ្លាចថាគ្រូម្នាក់នោះនឹងកំចាយព្រលឹងក្រុមគ្រួសាររបស់គេពុកឆៃថាតែឡើយជឿជាអញឬអត់នៅពេលដែលពុកឆៃនិយាយសម្លុតគេរហូតគេក៏ព្រមធ្វើតាមតែគេសួរថាមានវិធីបែបម៉េចពុកឆៃថាឥឡូវលាដៃមកពេលនោះក៏ឃើញពុកឌីគាត់លាដៃពុកឆៃគាត់ក៏លើកសេះមួយក្បាលយកទៅដាក់នៅក្នុងដៃរបស់ពុកឌីហើយឲ្យព្រាយនឹងក្តាប់គ្រាប់សេះនឹងឲ្យជាប់ទៅហើយត្រឡប់ទៅវិញទៅចាត់ការគ្រូនឹងបន្ទាប់មកគាត់ថាឃើញដៃពុកឌីក្តាប់សេះនឹងឡើងណែនតែម្ដងគ្រាន់តែក្តាប់ណែនបានប្រហែលជាមួយសន្ទុះគាត់ក៏លាវិញហើយក៏ឃើញពុកឌីរបៀបថាកំពុងតែផ្អែកខ្នងដេកស្រមុកខលជាប់ជញ្ជាំងផ្ទះនោះមានន័យថាព្រាយហ្នឹងគឺគេចេញទៅបាត់ហើយគឺគេទៅធ្វើឡងដាក់គ្រូស្នេហ៍ដែលប្រើគេមកអំបញ្ញមិញបានប្រហែលជាកន្លះម៉ោងក្រោយមកព្រាយហ្នឹងវាក៏មកចូលក្នុងខ្លួនរបស់ពុកឌីម្ដងទៀតហើយពេលដែលគេលាដៃដែលគេក្តាប់ជាមួយនឹងគ្រាប់សេះនោះគឺថានៅលើគ្រាប់សេះហ្នឹងសុទ្ធតែឈាមមិនដឹងតែឈាមរបស់អ្នកណានោះទេពេលដែលពុកឆៃក៏សួរទៅព្រាយហ្នឹងគេថាឈាមនោះគឺជាឈាមរបស់គ្រូម្នាក់ដែលប្រើគេមកនឹងឯងគឺជាគ្រូម្នាក់ដែលមានវ័យ30ជាងនេះពេលនេះឥឡូវគេក្អួតឈាមឡើងពេញផ្ទះតែម្ដងដោយសារតែព្រាយនេះទៅដល់គឺមានឫទ្ធិអំណាចខ្លាំងមែនទែនគឺអាចទម្លុះខ្លួនរបស់គេចូលទៅសន្ធិដ្ឋក្នុងខ្លួនប្រាណរបស់គេបានបន្ទាប់មកគេក៏ចាប់ទៅមូលពវៀនគូតាំងដើម្បីគម្រាមដោះលែងក្រុមគ្រួសាររបស់គេហើយឥឡូវគ្រូនឹងគឺគេព្រមប្រឡែងក្រុមគ្រួសាររបស់គេអស់ហើយវាថាឥឡូវគឺគេមានសេរីភាពគឺគេមកនេះគឺគេចង់មកអរគុណពុកឆៃប៉ុន្តែបើសិនជាមិនមានគ្រាប់អុកនឹងទេព្រាយនេះគឺព្រាយបានដូចជារបស់លេងសម្រាប់គ្រូនោះយ៉ាងអញ្ចឹងបន្ទាប់មកព្រាយហ្នឹងគេក៏ចេញពីខ្លួនប្រាណរបស់ពុកឌីបាត់ទៅរៀបថាពេលនេះគឺគេចង់ទៅណាក៏បានដែរពេលដែលពុកឌីគាត់ភ្ញាក់ឡើងមកវិញគឺគាត់ញាក់ខ្លាំងមែនទែនគាត់ថាចុងហៃម្ដេចដៃខ្ញុំសឹកតែឈាមអញ្ចឹងពុកឆៃគាត់ក៏និយាយថាអូអបាយមិញបាយខូចចិត្តពេកហ្នឹងណាយកដៃទៅវាយជញ្ជាំងផ្ទះរបស់ខ្ញុំនោះកូនរបស់ខ្ញុំអីដេកគ្មានបាននោះទេហើយពុកឌីគាត់ស្មានថាពុកឆៃនិយាយមែនព្រោះអីពេលហ្នឹងគឺគាត់មានអារម្មណ៍ថាខូចចិត្តគាត់គិតថាប្រហែលជាគាត់ធ្វើបែបហ្នឹងមែនហើយហើយពុកឌីដោយសារតែគាត់ស្រវឹងខ្លាំងផងគាត់ក៏បានដេកទៅវិញលោកចូលរហូតដល់ម៉ោង11យប់ពេលនោះពុកឆៃគាត់បានរៀបរបស់របរយកទៅទុកដូចជាចានទឹកក្លែមរួមជាមួយនឹងកន្ទឹមស្រារបស់គាត់អីជាដើមព្រោះគាត់គិតថាយប់ទៅហើយគឺគាត់នឹងលើកពុកឌីទៅសម្រាកនៅក្នុងផ្ទះប៉ុន្តែពេលដែលគាត់ចេញមកវិញគឺគាត់បានឃើញបរិសុទ្ធចំណាស់ម្នាក់ឈរនៅមុខផ្ទះរបស់គាត់ពុកឆៃគាត់ក៏ដើរទៅសួរថាគេជាអ្នកណាបរិសុទ្ធម្នាក់នោះគេបានលើកដៃសំពះគាត់រួចក៏សុំទោសជំនួសកូនប្រុសរបស់គេដែលកូនប្រុសរបស់គេបានធ្វើរឿងឆ្កងទៅលើពុកឆៃហ
ហើយឥឡូវកូនប្រុសរបស់គេកំពុងតែត្រូវខ្លាំងគេសុំឲ្យពុកឆៃជួយដោះផងបើសិនជាមិនយល់គេទេក៏យល់ដល់មុខគាត់ដែលជាចាស់ទុំដូចគ្នាដែរវាថាអ្វីរបស់គាត់ច្រើនជាងពុកឆៃឆ្ងាយណាស់គឺគាត់ដើរកាន់ឈើច្រត់មកដើរស្ទើរតែមិនចង់នឹងត្រង់ផ្លូវផងគឺគាត់ស្លៀកពាក់របែកជាបងប្អូនឥស្លាមសូម្បីតែគាត់និយាយជាភាសាខ្មែរហ្នឹងក៏មិនសូវជាច្បាស់ទៀតពុកឆៃគាត់សម្លឹងមើលទៅគឺឃើញថាឪពុករបស់គេគឺពិតជាមកដោយក្តីស្មោះត្រង់ពិតមែនគឺរបៀបថាគេមកមិនលាក់ពុតលាក់អីនោះទេពុកឆៃសម្លឹងទៅគឺដឹងតែម្ដងហើយគាត់តបថាបើសិនជាលបងមកដែលផ្ទាល់បែបនេះហើយរឿងអីដែលថាខ្ញុំមិនយល់ព្រមខ្ញុំគ្មានចិត្តគំនិតថាចង់ទៅផ្ចាញ់គេអីនោះទេប៉ុន្តែដោយលបងដឹងចរិតរបស់កូនប្រុសបងមានតែបងទេដែលដឹងច្បាស់ពុកឆៃគាត់បានដកបារីស្លឹករបស់គាត់ចេញពីហោប៉ែអាវយកមកសូត្រនៅមុនគេថាហើយគាត់បានហុចទៅឲ្យបរិសចំណាស់ម្នាក់នោះគាត់ថាយកទៅឲ្យគេជក់ទៅបន្តមកគេនឹងលែងអីហើយពុកឆៃពេលហ្នឹងគឺគាត់អាណិតបរិសចំណាស់ម្នាក់នោះខ្លាំងណាស់សុខចិត្តដើរមកទាំងយប់ទាំងដែលដើរមិនសូវជាត្រង់ផ្លូវផងមកសុំទោសជំនួសកូនប្រុសពេលនោះឪពុកក៏បាននិយាយថាតែពិតទៅកូនប្រុសរបស់គាត់មិនសូវចេះអីណាស់ណានោះទេភាគច្រើនគឺគេជាមនុស្សអួតអាងខ្លាំងណាស់អាសនៈរបស់គេរៀបធំបីនោះតែពិតទៅវាគ្មានស័ក្តិសិទ្ធិអ្វីនោះឡើយគាត់និយាយតាមត្រង់ដោយសារតែឃើញថាពុកឆៃក៏ជាមនុស្សល្អគេថាកូនប្រុសរបស់គេចេះតែសូត្រនៅមុនគេថាចងខ្មោចរួមជាមួយនឹងស្រែខ្មោចតែប៉ុណ្ណោះហើយចំពោះនៅមុនគេថាផ្សេងៗទៀតដែលគេតែងតែសូត្រនោះភាគច្រើនគឺគេគ្រាន់តែចេះសូត្រនោះទេប៉ុន្តែសូត្រទៅគឺមិនស័ក្តិសិទ្ធិនោះឡើយពីដើមឡើយគេគឺជាអ្នកលេងប៉ាហ៊ីឬក៏លេងសៀកតាមភោជនីយដ្ឋានអីទៅប៉ុណ្ណឹងខ្ញុំធ្លាប់និយាយរឿងនេះប្រាប់គេប៉ុន្មានដងដែរប៉ុន្តែគេមិនស្ដាប់នោះឡើយហើយដោយសារតែឃើញថាកូនស្រឡាញ់ខាងហ្នឹងខ្ញុំក៏ចេះតែបន្តទៅតែប៉ិតរដងគឺខ្ញុំជាអ្នកទុកឲ្យនោះទេលបងឃើញហើយតែខ្ញុំទុកបានប្រហែលឆ្នាំទៀតបងឃើញស្រាប់ហើយមិនស្រួលនឹងថ្ងៃស្អែកហ្នឹងមិនដឹងថាវាបង្កចំនួនជាមួយអ្នកណាគេដាក់តាមមួយផាំងមកខ្ញុំបបាស់ជើងនោះវាក៏មិនដឹងដែរពុកឆៃគាត់ស្ដាប់ហើយគាត់ថាអូមិនអីទេបងបើសិនជាបងនិយាយបែបនេះទៅហើយខ្ញុំនេះវារៀនត្រជាក់ចិត្តមិនសូវជាប្រកាន់ក្មួយអីនោះទេអញ្ចឹងមិនអីនោះឡើយបងត្រឡប់ទៅវិញទៅបងគឺជាឪពុកដ៏ល្អពិតមែនបន្តមកបរិសចំណាស់ម្នាក់ហ្នឹងក៏បានអរគុណគាត់ហើយគាត់ក៏ដើរត្រឡប់ទៅវិញបាត់ពុកឆៃឈរសម្លឹងទាំងអួលដើមកគឺឃើញគាត់ដើរជើងមួយជើងពីរទៅវិញបន្តមកពុកគាត់ក៏ដើរចូលមកក្នុងផ្ទះវិញលើកពុកឌីចូលទៅក្នុងផ្ទះរួចក៏ចូលសម្រានជាធម្មតាលោកប្រហែលជាមួយអាទិត្យក្រោយមកក៏បានឃើញមានឡានមួយគ្រឿងបើកសម្ដៅចូលមកក្នុងផ្ទះរបស់ពុកឆៃហើយអ្នកដែលបានចុះមកនោះបងប្អូននឹងថាជាអ្នកណាទេគឺជាពីរនាក់ម្ដាយកូនដែលគាត់បានជួយការពលិកមុននឹងឯងថែមទាំងបរិសដែលជាប្តីគឺជាអ្នកដុកមកថែមទៀតគេមកនេះគឺមកអរគុណពុកឆៃដោយផ្ទាល់ដោយបរិសជាប្តីនឹងគេបានសារភាពថាគេពិតជាមិនបានធ្វើរឿងទាំងអស់នឹងពិតមែនគឺគេចាញ់បោកនៅការលបួងរួមជាមួយនឹងការសំដៅហើយជាពិសេសគុំតែបានបនទឹកមុនរបស់ពុកឆៃទេកុំអីគេមិនដឹងថានឹងទៅជាយ៉ាងណានោះឡើយគេមកនេះគឺគេចង់មកឲ្យតំណពុកឆៃដោយផ្ទាល់គឺបរិសដែលជាប្តីនឹងគឺគេចង់ឲ្យដីពុកឆៃ1ឡូពុកឆៃគាត់ក៏សើចគាត់ថាអូយមិនបាច់ទេថ្ងៃដែលពូទៅផឹកនោះឃើញប្រពន្ធក្មួយនឹងគឺវាគួរឲ្យណាស់តែហើយអាចថាពូមាននិស្ស័យចង់ជួយដែរឥឡូវពូមិនយកទេអារឿងដីរឿងអីនោះឥឡូវចេះចោះឥឡូវពូសុំវិញ្ញាណនេះធ្វើជាកូនធម៌របស់ពូតែម្ដងទៅគ្រាន់តែលើបែបនេះហើយពួកគេសុខបាយចិត្តឡើងហូរទឹកភ្នែកតែម្ដងហើយគាត់ថាថ្ងៃណាទំនេរគឺគាត់ចង់អញ្ជើញពុកឆៃឲ្យទៅលេងភោជនីយដ្ឋានរបស់គាត់នៅឯទីក្រុងភ្នំពេញពុកឆៃថាអើមិនអីនោះទេចាំពេលដែលទំនេរចាំបើយកពុកមកមានន័យថាពួកគាត់បានខ្លាចទៅជាឪពុកធម៌និងកូនធម៌នឹងគ្នាហើយជាពិសេសពុកឆៃគាត់បានប្រាប់ថាប្រកដែលចាយទៅលើជំនឿនេះដូចដែលគាត់និយាយយ៉ាងអញ្ចឹងចាយត្រូវគឺនឹងមានផលប្រយោជន៍សម្រាប់យើងហើយនឹងមានផលល្អសម្រាប់យើងផងដែរគឺ
គ្រួសារក៏សុខសប្បាយហើយនឹងរីកចម្រើនថែមទៀតប៉ុន្តែបើសិនជាចាយខុសគឺច្បាស់ជានាំទុក្ខដល់គ្រួសារនិងវិនាសអន្តរាយដល់ខ្លួនតែម្ដងជាពិសេសទ្រព្យរបស់មនុស្សដែលមានទុក្ខក៏ប្រាប់ថាបើសិនជាចាយទ្រព្យរបស់មនុស្សដែលមានទុក្ខគឺស្មើនឹងយើងកំពុងតែដើរនៅលើកម្រាលឈាមរបស់គេគឺមានកម្មពៀវេរានឹងគ្នាខ្លាំងណាស់ទោះបីជាជាតិនេះវាមិនទាន់ជួបប៉ុន្តែជាតិក្រោយគឺយើងនឹងសងគេរាប់រយដងហើយអាចថាម្ចាស់ភោជនីយដ្ឋាននោះគឺគេដឹងគុណពុកឆៃដល់សពថ្ងៃហើយរឿងរបស់យើងក៏ចប់ត្រឹមនេះសូមអភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គងនៅក្នុងអត្ថបទសូមអគុណអ្នកសូមជម្រាបលាកុំភ្លេចសរសេរនៅតម្លៃអប់រំក្រោយពីស្ដាប់រឿងមួយនេះផងដោយក្តីគោរពពីខ្ញុំសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ